មេរោគបំផាក់ទឹកបាយមានអ្នកឆ្លងឆ្នាំមែនទែនខ្ញុំប្រឹក្សាក្នុងមួយថ្ងៃមិនក្រោម10នាក់ចាហើយពួកគាត់ក្មេងៗអាយុ15 16ឆ្នាំ7 8ខ្លះ12 13ឆ្នាំចាដោយសារអីគឺគាត់អត់យល់ចាពីរបៀបនៃការការពារហើយគាត់អត់ដឹងថានឹងអីគេទេគាត់ដឹងថាជំងឺបំផាក់ទឹកបាយនឹងជាអីទេគាត់ដឹងថាគាត់នោមកាហាយផ្សាក្តៅឈឺជួហើយនឹងមានហេតុទឹកមកកាប់សសវាទឹកបាយដូចខ្ទុះដូចហ្នឹងតែគាត់បានដឹងទេហើយគាត់ក៏អត់បានដឹងពីផលប៉ះពាល់តែពេលឆ្លងហើយវាមានផលប៉ះពាល់អីខ្លះចាអញ្ចឹងបងប្អូនខ្លះទៅគាត់ប្រឹក្សាអញ្ចឹងទៅបងប្អូនខ្លះទៅគាត់អត់ខ្វល់អញ្ចឹងទៅញ៉ាំថ្នាំអាយុទូហ្នឹងបាត់ហ្នឹងគាត់ថាវាជីគាត់ចាប់ផ្ដើមទៅនៅមួយដែលគូបន្តហើយនឹងតើពីម្នាក់ទៅម្នាក់វាធ្វើឲ្យរីកដុះដាលទៅច្រើននេះសម្រាប់ខ្ញុំតែម្នាក់ឯងចុះនៅបងប្អូនយើងដែលគាត់ទទួលការប្រឹក្សាទៅលើបញ្ហាសុខភាពទាំងហ្នឹងតែក្នុងមួយថ្ងៃមានអ្នកឆ្លងប្រហែលទៅច្រើនមែនតើបងប្អូនយ៉ាប់ញ៉ាំទាំងអស់គ្នាណា